5 យ៉ាងដែលពុកដៃគួរផ្ដល់ឲ្យកូនពុកដៃដែលល្អមិនមែនផ្ដល់តែអាហារឬក៏របស់លេងប៉ុណ្ណោះទេប៉ុន្តែត្រូវផ្ដល់5យ៉ាងនេះសម្រាប់កូនតូច 1. សេចក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌកុំស្រឡាញ់តែពេលកូនធ្វើត្រូវតែត្រូវស្រឡាញ់ពេលកូនធ្វើខុសផងដែរឧទាហរណ៍ពេលកូនធ្វើខុសកុំផ្លេចបន្ទោសឬក៏វាយកូនតែសូមអោបកូនហើយនិយាយថាម៉ាក់យល់ពីអារម្មណ៍កូនប៉ុន្តែកូនត្រូវរៀនពីកំហុសនិងកែតម្រូវ 2. ផ្ដល់ពេលវេលាដែលមានគុណភាពមិនចាំបាច់ច្រើនម៉ោងទេគ្រាន់តែពេលវេលាខ្លីដែលគ្មានទូរស័ព្ទនិងគ្មានការងារមានតែការលេងនិងសើចជាមួយកូនគឺមានតម្លៃជាងអ្វីទាំងអស់ 3. ស្ដាប់កូនដោយយកចិត្តទុកដាក់និងពិតប្រាកដពេលកូននិយាយសូម្បីតែរឿងតូចៗក៏សូមស្ដាប់ដូចជារឿងសំខាន់បំផុតវាជួយឲ្យកូនមានអារម្មណ៍ថាកូនមានតម្លៃ 4. វិន័យដោយក្តីស្រឡាញ់កុំធ្វើឲ្យកូនខ្លាចតែត្រូវបង្ហាញនិងពន្យល់កូនឲ្យយល់ហេតុនិងផល 5. ធ្វើជាគំរូដល់កូនកូនរៀនពីអ្វីដែលកូនបានឮនិងបានឃើញរាល់សកម្មភាពនិងឥរិយាបថរបស់ប៉ាម៉ាក់គឺកំពុងបង្រៀនកូនដោយមិនចាំបាច់និយាយសូម្បីតែពាក្យមួយម៉ាត់របស់ទាំង5យ៉ាងនេះមិនចាំបាច់ប្រើលុយទេប៉ុន្តែត្រូវប្រើបេះដូងកូនមិនត្រូវការប៉ាម៉ាក់ដែលល្អឥតខ្ចោះនោះទេប៉ុន្តែកូនត្រូវការប៉ាម៉ាក់ដែលស្រឡាញ់គាត់ដោយស្មោះពិតប្រាកដនិងមានវត្តមានជាមួយគាត់ជារៀងរាល់ថ្ងៃ